ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាន Black Moon ហើយថ្ងៃនេះដែរគឺខ្ញុំមក review account លក់ហើយគឺថ្ងៃនេះគឺខ្ញុំមាន account 2សម្រាប់ review ចែកជូនគ្នាយើងមើលអញ្ចឹងចូលមក account ទី1របស់យើងគឺមាន Nishigawa S បូកហ្នឹងហើយទី2គឺមាន Isabel ជាមួយនឹង skin របស់គាត់អ្នកនរគ្នាតែគឺអាប់អត់តន់គ្រប់ទេហើយសម្រាប់បាល់គឺមាន600បាល់ជាងដែរអ្នកគ្នាចិត្តចាប់អនុបាន10ដងទៀតហើយចឹង account ហ្នឹងបើអ្នកគ្នាយកទៅហើយលេងរាល់ថ្ងៃអ្នកគ្នានឹងបាន skin Nishigawa Palak មួយទៀតចឹងណាអ្នកគ្នាហើយនឹងបាន hero Nishigawa បូកមួយអញ្ចឹងទៅចឹងសម្រាប់ account ទី1គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាខ្ញុំចង់បង្ហាញអ្នកគ្នាតែឥឡូវយើងកាត់ចូល account ទី2របស់យើងវិញសម្រាប់ account ទី2គឺយើងមាន Nishigawa ដូចគ្នាគឺជាកីឡាករ rank S បូកហើយជាមួយនឹងបាល់ក៏បានដូចគ្នាដែរអ្នកគ្នាបើសិនជាខ្ញុំលេងធូរមិនដល់ achievement អញ្ចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំផុសហើយខ្ញុំនឹងទៅដល់ achievement នៅ account ហ្នឹងដើម្បីយកបាល់ទុកឲ្យអ្នកគ្នាយ៉ាងទៅអញ្ចឹងខ្ញុំមកអាប់កីឡាករដើម្បីឲ្យវាបំបែក achievement មួយទៀតសិនដើម្បីយើងស្រួលបានឡើង rank goal អញ្ចឹងឥឡូវគឺខ្ញុំដល់ achievement បានមួយទៀតហើយអ្នកគ្នាអាចមើលបាននេះអ្នកគ្នាគឺ achievement អញ្ចឹងខ្ញុំប្រាប់អ្នកគ្នាពី rank ដែកទៅ rank goal ហ្មងតែ achievement rank ដែកហ្នឹងមួយទៀតអ្នកគ្នាគ្រាន់តែលេងធូរមិនឲ្យឈ្នះទៅអ្នកគ្នាផ្ទុះចូល goal ហើយដោះបាន2អញ្ចឹងណាអូខេអ្នកគ្នាហើយសម្រាប់ account ហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអាចមើលបានហើយសម្រាប់កាតដូ hero ក៏ខ្ទង់200ដូចគ្នាដែរ200ជាងមួយកាតដូ skin ហើយបើអ្នកគ្នាលេងហងៃគឺនឹងបាន Black Nishigawa ដូចគ្នាចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងចំណេះដឹងថ្មីៗទៀតបាយបាយអ្នកនរគ្នា